Bàសូមស្វាគមន៍ជាថ្មីដល់និស្សិតថ្នាក់អនុបណ្ឌិតទាំងអស់បាទអញ្ចឹងជាបន្តទៅទៀតនេះគឺយើងចាប់ផ្ដើមទៅបញ្ចប់នៅជំពូកទី7ដែលជាជំពូកចុងក្រោយរបស់យើងជំពូកទី7របស់យើងនេះគឺស្ដីអំពី creating and maintaining organizational culture គឺការបង្កើតនិងការរក្សាវប្បធម៌អង្គភាពអញ្ចឹងសួរថាតើនៅក្នុងជំពូកចុងក្រោយទី7របស់យើងនេះគឺពាក់ព័ន្ធទៅនឹងទស្សនវិជ្ជានៅក្នុងការសិក្សារបស់យើងអ្វីខ្លះដូច្នេះយើងទៅស្លាយបន្ទាប់យើងនឹងឃើញអំពីគោលបំណងនៃការសិក្សាបាទអញ្ចឹងនេះគឺជាគោលបំណងនៃការសិក្សារបស់យើងគឺមានចំនួន6ចំណុចសំខាន់ហើយចំណុចទាំងនោះគឺមានដូចតទៅទី1ពិពណ៌នាអំពីចរិតលក្ខណៈជាទូទៅនៃ organizational culture នៃវប្បធម៌អង្គភាពអញ្ចឹងយើងនឹងធ្វើការយល់ដឹងថាតើវប្បធម៌អង្គភាពមានចរិតលក្ខណៈអ្វីខ្លះហើយតើអ្វីទៅហៅថាជាវប្បធម៌អង្គភាពបាទចំណុចទី2គឺយើងធ្វើការប្រៀបធៀបអំពី functional ហើយនិង defunctional effect of organizational culture on people and organization ចំណុចទី2នេះគឺចង់បង្ហាញអំពីចំណុចល្អហើយនិងចំណុចមិនល្អនៃវប្បធម៌អង្គភាពដែលជះឥទ្ធិពលទៅលើសមាជិកនៅក្នុងអង្គភាពក៏ដូចជាទៅលើអង្គភាពទាំងមូលបាទអញ្ចឹងយើងនឹងឃើញបង្ហាញអំពីការដែលវប្បធម៌អង្គភាពវាគឺជា asset ហើយវប្បធម៌របស់អង្គភាពក៏វាជា liability ផងដែរអញ្ចឹង asset វាគឺជាចំណុចល្អ liability មានន័យថាវាគឺជាចំណុចមិនល្អបាទចំណុចទី3គឺយើងនឹងធ្វើការកំណត់អំពីកត្តាដែលយើងអាចទៅបង្កើតហើយនឹងធ្វើឲ្យមានចីរភាពនៃវប្បធម៌របស់អង្គភាពអញ្ចឹងសួរថាតើគេធ្វើការបង្កើតនៅវប្បធម៌អង្គភាពយ៉ាងដូចម្តេចហើយធ្វើម៉េចដើម្បីឲ្យវាមានចីរភាពទី4បង្ហាញអំពីថាតើវប្បធម៌យើងធ្វើការបញ្ជូនឬក៏ផ្ទេរទៅកាន់នយោជិតរបស់យើងយ៉ាងដូចម្តេចបាទអញ្ចឹងយើងចង់ឲ្យនយោជិតរបស់យើងគឺគេថាមានអេរិយាបថស្របតាមវប្បធម៌ដែលយើងចង់បានអញ្ចឹងសួរធ្វើម៉េចដើម្បីឲ្យគេទទួលបាននៅវប្បធម៌របស់អង្គភាពណាយើងចង់ឲ្យគេប្រព្រឹត្តនៅក្នុងរបៀបមួយស្របតាមអ្វីដែលជាការចង់បានរបស់យើងអញ្ចឹងសួរធ្វើម៉េចដើម្បីឲ្យយើងអាចបញ្ជូននៅវប្បធម៌ហ្នឹងទៅកាន់នយោជិតរបស់យើងទី5គឺធ្វើការពិពណ៌នាអំពីភាពដូចគ្នានិងភាពខុសគ្នាណានៅក្នុងការបង្កើតនៅគេហៅថា ethical culture គឺវប្បធម៌ប្រកបដោយក្រមសីលធម៌ positive culture គឺវប្បធម៌ជាវិជ្ជមាននិងទី3គេឲ្យឈ្មោះថា spiritual culture គឺវប្បធម៌ជាដួងព្រលឹងឬចិត្តវិញ្ញាណណាពាក្យថា spiritual culture នេះគឺចង់សំដៅដល់ការដែលវប្បធម៌គឺជាដួងព្រលឹងវប្បធម៌គឺជាចិត្តវិញ្ញាណបាទនិងទី6យើងនឹងធ្វើការបង្ហាញថាតើវប្បធម៌របស់ប្រទេសសួរថាតើវាជះឥទ្ធិពលទៅលើរបៀបដែលវប្បធម៌អង្គភាពធ្វើការបកស្រាយយ៉ាងដូចម្តេចអញ្ចឹងនៅទីនេះគឺចង់សំដៅដល់ការដែលអ្នកគ្រប់គ្រងត្រូវធ្វើការសម្របសម្រួលនៅវប្បធម៌របស់ប្រទេសគឺចង់សំដៅដល់វប្បធម៌មួយទៅនឹងវប្បធម៌ផ្សេងទៀតបាទអញ្ចឹងទាំងអស់នេះហើយគឺជាគោលបំណងនៃការសិក្សានៅក្នុងជំពូកទី7របស់យើងហើយដែលជាលទ្ធផលនៃការសិក្សាសម្រាប់និស្សិតទាំងអស់បាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមបាទឥឡូវនេះយើងចូលចំណុចទី1របស់យើងគឺបង្ហាញអំពី organizational culture គឺវប្បធម៌អង្គភាពអញ្ចឹងជូនថាវប្បធម៌អង្គភាពគឺជាទស្សនាទានមួយយ៉ាងសំខាន់នៅក្នុងការសិក្សាថាតើអង្គភាពមានអេរិយាបថយ៉ាងដូចម្តេចអញ្ចឹងរំលឹកទៅកាលដែលយើងធ្វើការសិក្សានៅក្នុងជំពូកទី1របស់យើងអាចយើងយល់ដឹងហើយថានៅក្នុង OB គឺកម្រិតនៃការសិក្សាមាន3កម្រិតទី1គឺកម្រិតបុគ្គលទី2គឺកម្រិតក្រុមហើយនិងទី3គឺកម្រិត
អង្គភាពនោះឯងគឺចង់សំដៅដល់ organizational system គឺប្រព័ន្ធសម្រាប់អង្គភាពទាំងមូលអញ្ចឹងគឺណាគេចង់ដឹងថាតើអង្គភាពមានអិរិយាបថយ៉ាងដូចម្ដេចនោះគឺគេតែងតែធ្វើការពិនិត្យមើលទៅលើវប្បធម៌អង្គភាពនោះឯងហើយនេះគឺជានិយមន័យណានេះគឺជានិយមន័យនៃវប្បធម៌អង្គភាពថាតើវប្បធម៌អង្គភាពគឺជាអ្វីទៅបាទតើវប្បធម៌អង្គភាពគឺជាអ្វីបាទអញ្ចឹងវប្បធម៌អង្គភាពសំដៅដល់ a system of share meaning a system of share meaning មានន័យថាជាប្រព័ន្ធនៃអត្ថន័យរួមណាជាប្រព័ន្ធនៃអត្ថន័យរួមដែលប្រកាន់យកដោយសមាជិកម្នាក់របស់អង្គភាពនោះឯងហើយដែលអាចបង្ហាញពីភាពខុសគ្នាណាហើយដែលអាចបង្ហាញអំពីភាពខុសគ្នាពីអង្គភាពមួយទៅអង្គភាពមួយផ្សេងទៀតណាបង្ហាញពីភាពខុសគ្នារវាងអង្គភាពមួយទៅកាន់អង្គភាពមួយផ្សេងទៀតដូច្នេះកាលណាគេនិយាយអំពីវប្បធម៌អង្គភាពគឺគេនិយាយអំពីការយល់ឃើញជារួមណាគេនិយាយអំពីការយល់ឃើញជារួមដែលប្រកាន់យកដោយសមាជិកម្នាក់របស់អង្គភាពនោះឯងហើយយើងត្រូវដឹងថាវប្បធម៌អង្គភាពនីមួយគឺមានភាពមិនដូចគ្នាទេណាអង្គភាពនីមួយគឺមានវប្បធម៌មិនដូចគ្នាទេអញ្ចឹងប្រព័ន្ធអត្ថន័យរួមដែលប្រកាន់យកដោយសមាជិកម្នាក់ហើយដែលយើងអាចបង្ហាញពីភាពខុសគ្នារវាងអង្គភាពមួយទៅកាន់អង្គភាពមួយផ្សេងទៀតនោះហើយគេឲ្យឈ្មោះថាជា organizational culture អញ្ចឹងអង្គភាពមួយគឺតែងតែបង្កើតនៅវប្បធម៌រៀងខ្លួនហើយដែលវប្បធម៌ទាំងនោះស្ដែងចេញនៅក្នុងទម្រង់ជាគុណតម្លៃរួមវាស្ដែងចេញនៅក្នុងទម្រង់អត្ថន័យជារួមណាហើយដែលបង្ហាញអំពីអិរិយាបថជាក់លាក់របស់អង្គភាពនោះក៏ដូចជាបង្ហាញអំពីអិរិយាបថជាក់លាក់របស់សមាជិកម្នាក់នៅក្នុងអង្គភាពនោះអញ្ចឹងអង្គភាពនីមួយគឺតែងតែមានវប្បធម៌របស់ខ្លួនហើយវប្បធម៌នោះគឺគេធ្វើការផ្សាយចេញក្នុងចំណោមសមាជិករបស់អង្គភាពក៏ដូចជាផ្សាយចេញទៅកាន់ខាងក្រៅអង្គភាពណាដើម្បីឲ្យគេឃើញមើលឃើញអំពីទម្រង់នៃវប្បធម៌ជាក់លាក់របស់អង្គភាពនីមួយបាទអញ្ចឹងនេះគឺជាចំណុចសំខាន់ដែលឲ្យយើងយល់ថាតើអ្វីទៅហៅថាជា organizational culture ថាតើអ្វីទៅហៅថាជាវប្បធម៌អង្គភាពបាទអញ្ចឹងយើងទៅ slide បន្ទាប់យើងនឹងឃើញអំពីការបង្ហាញអំពីចរិតលក្ខណៈរបស់វប្បធម៌អង្គភាពបាទអញ្ចឹងនេះគឺជាចរិតលក្ខណៈនៃវប្បធម៌អង្គភាពជាចរិតលក្ខណៈវប្បធម៌អង្គភាពអញ្ចឹងសួរថាតើវប្បធម៌អង្គភាពមានចរិតលក្ខណៈយ៉ាងណាខ្លះទៅបាទអញ្ចឹងមានចរិតលក្ខណៈចម្បងចំនួន6យ៉ាងដែលកំណត់ខ្លឹមសារនៃវប្បធម៌របស់អង្គភាពណាមួយអញ្ចឹងមានចរិតលក្ខណៈសំខាន់ឬក៏ចម្បងចំនួន6យ៉ាងនេះទាំង6យ៉ាងហ្នឹងអញ្ចឹងចរិតលក្ខណៈចម្បងទាំង6យ៉ាងនេះហើយដែលកំណត់អំពីខ្លឹមសារសំខាន់នៃវប្បធម៌របស់អង្គភាពនីមួយអញ្ចឹងយើងមើលទី1គឺបង្ហាញអំពីភាពបត់បែន adaptability គឺភាពបត់បែននៅទីនេះគឺយើងសំដៅដល់កម្រិតដែលនិយោជិតជំរុញឲ្យមានភាពច្នៃប្រឌិតនិងភាពបត់បែនផ្សេងក៏ដូចជាកម្រិតក្នុងការទៅប្រឈមមុខចំពោះហានិភ័យនិងការពិសោធន៍ផ្សេងបាទហ្នឹងគេឲ្យឈ្មោះថាជា adaptability អញ្ចឹងកាលណាអង្គភាពមួយមានភាពបត់បែនខ្ពស់វាបង្ហាញអំពីកម្រិតនៃភាពច្នៃប្រឌិតនិងភាពបត់បែនរបស់អង្គភាពនោះក៏ដូចជាកម្រិតនៃការប្រឈមមុខចំពោះហានិភ័យរបស់អង្គភាពនោះ
ហើយដែលស្ដែងចេញតាមរយៈអេរិយាបថរបស់និយោជិតនោះឯងហ្នឹងយើងហៅថាជា adaptability ទី2គឺ detail orientation គឺការតម្រង់ផ្ដោតលើភាពលម្អិតការតម្រង់ផ្ដោតលើភាពលម្អិតនៅទីនេះគឺជាកម្រិតដែលនិយោជិតត្រូវគេរំពឹងទុកថានឹងបង្ហាញអំពីភាពច្បាស់លាស់និងបង្ហាញអំពីការវិភាគនិងយកចិត្តទុកដាក់ចំពោះភាពលម្អិតម៉ត់ចត់សពជ្រុងជ្រោយគ្រប់ជ្រុងជ្រោយអញ្ចឹងកាលណានិយោជិតផ្ដោតតម្រង់ទៅរក detail សេចក្តីលម្អិតម៉ត់ចត់គ្រប់ជ្រុងជ្រោយមានភាពច្បាស់លាស់មានការវិភាគត្រឹមត្រូវស៊ីជម្រៅយកចិត្តទុកដាក់ខ្ពស់នោះហើយគេឲ្យឈ្មោះថាជា detail orientation បាទទី3គឺ result or outcome orientation គឺការតម្រង់ផ្ដោតលើលទ្ធផលការតម្រង់ផ្ដោតលើលទ្ធផលនៅទីនេះវាបង្ហាញអំពីកម្រិតដែលការសម្រេចចិត្តរបស់ថ្នាក់គ្រប់គ្រងផ្ដោតលើលទ្ធផលជាជាងទៅលើបច្ចេកទេសនិងដំណើរការដែលប្រើប្រាស់ដើម្បីសម្រេចនៅផលិតផលណាដើម្បីសម្រេចនៅលទ្ធផលចំណុចទី3នេះគឺចង់សម្ដៅដល់ចរិតលក្ខណៈរបស់ថ្នាក់គ្រប់គ្រងសួរថាតើថ្នាក់គ្រប់គ្រងនឹងផ្ដោតទៅលើដំណើរការឬក៏ផ្ដោតទៅលើលទ្ធផលណាផ្ដោតទៅលើដំណើរការដែលយកមកប្រើប្រាស់ឬក៏ផ្ដោតទៅលើលទ្ធផលអញ្ចឹងកាលណាការសម្រេចចិត្តរបស់ថ្នាក់គ្រប់គ្រងផ្ដោតទៅលើលទ្ធផលជាជាងផ្ដោតទៅលើដំណើរការផ្ដោតទៅលើបច្ចេកទេសដើម្បីយកមកសម្រេចនោះគេឲ្យឈ្មោះថាជា result or outcome orientation បាទដូចយើងចំណាំឮគេនិយាយថាអ្នកប្រើប្រាស់នៅមធ្យោបាយឬក៏ដំណើរការបែបណាខ្ញុំមិនដឹងទេសំខាន់ឲ្យខ្ញុំទទួលបាននៅលទ្ធផលឃើញទេអញ្ចឹងបែបហ្នឹងគេឲ្យឈ្មោះថាជា result oriented ឬក៏ outcome oriented ហើយហ្នឹងឃើញទេអញ្ចឹងទោះបីប្រើមធ្យោបាយឬក៏វិធីយ៉ាងណាអត់ដឹងទេសំខាន់គឺលទ្ធផលចេះនឹងហើយគឺជាចរិតលក្ខណៈចម្បងទី3នៅក្នុងវប្បធម៌របស់អង្គភាពទី4គឺ people or customer orientation គឺការតម្រង់ផ្ដោតទៅលើអ្នកដែលស្ថិតនៅក្នុងអង្គភាពឬក៏អតិថិជនបាទអញ្ចឹងនៅត្រង់ចំណុចទី4នៅទីនេះគឺយើងចង់សម្ដៅដល់កម្រិតដែលការសម្រេចចិត្តរបស់ថ្នាក់គ្រប់គ្រងដោយគិតគូរពីផលប៉ះពាល់នៃលទ្ធផលចំពោះអ្នកនៅខាងក្នុងអង្គភាពនិងអ្នកនៅខាងក្រៅអង្គភាពបាទអញ្ចឹងកាលណាអ្នកគ្រប់គ្រងធ្វើការសម្រេចចិត្តអីហើយគិតគូរអំពីផលប៉ះពាល់ impact ណាគិតអំពីផលប៉ះពាល់ឬក៏ effect នៃលទ្ធផលចំពោះអ្នកទាំងនៅខាងក្នុងអង្គភាពទាំងអ្នកនៅខាងក្រៅអង្គភាពនោះហើយគេឲ្យឈ្មោះថាជា people or customer oriented បាទអញ្ចឹងនៅក្នុងវប្បធម៌របស់អង្គភាពខ្លឹមសារទី4គឺការផ្ដោតតម្រង់ទៅលើអ្នកដែលនៅខាងក្នុងអង្គភាពនិងអ្នកខាងក្រៅអង្គភាពនោះឯងបាទទី5គឺ collaboration or team orientation គឺការតម្រង់ផ្ដោតលើកិច្ចសហប្រតិបត្តិការឬ team ចំណុចទី5នេះគឺសំដៅដល់កម្រិតដែលសកម្មភាពការងាររៀបចំឡើងជា team ជាជាងការងាររៀបចំជាបុគ្គលបាទព្រោះអីយើងផ្ដោតទៅលើ collective ណាផ្អែកទៅលើ collaborative ណាយើងហៅថាលក្ខណៈសមូហភាពនិយមផ្ដោតលើកិច្ចសហប្រតិបត្តិការបាទអញ្ចឹងកាលណាអង្គភាពដែលមានកម្រិតនៃសកម្មភាពរៀបចំឡើងផ្ដោតទៅលើគេហៅថាការងារជា team ជាជាងការងារជាបុគ្គលនោះហើយគេឲ្យឈ្មោះថាជាការតម្រង់ផ្ដោតទៅលើកិច្ចសហប្រតិបត្តិការឬក៏ team អញ្ចឹងនៅក្នុងវប្បធម៌របស់អង្គភាពគឺមានចរិតលក្ខណៈទី5នឹងដែរណានិងចុងក្រោយទី6គឺសុចរិតភាព integrity សុចរិតភាពនេះគឺសំខាន់ណាស់វាជាកម្រិត
ដែលមនុស្សបង្ហាញអំពីសុចរិតភាពនិងស្តង់ដារក្រមសីលធម៌ខ្ពស់នៅក្នុងការងាររបស់គេបាទអញ្ចឹងវាបង្ហាញអំពីស្តង់ដារនៃក្រមសីលធម៌បង្ហាញអំពីសុចរិតភាពអញ្ចឹងវប្បធម៌របស់អង្គភាពចរិតលក្ខណៈទី6ហ្នឹងគឺនេះត្រូវការខ្លាំងណាស់គឺ integrity គឺសុចរិតភាពអញ្ចឹងសុចរិតភាពនេះគឺភ្ជាប់ពាក់ព័ន្ធទៅនឹងស្តង់ដារនៃក្រមសីលធម៌អញ្ចឹងនៅក្នុងវប្បធម៌គឺសំខាន់ណាស់គឺក្រមសីលធម៌អញ្ចឹងនៅក្នុងផ្នែកនៃចម្ពោះរបស់យើងគឺយើងនឹងមានចំណុចពាក់ព័ន្ធទៅនឹងការបង្កើតនៅវប្បធម៌អង្គភាពប្រកបដោយក្រមសីលធម៌អញ្ចឹងយើងនឹងធ្វើការសិក្សានៅចំណុចនៅខាងមុខចិត្តចប់នៃរៀនរបស់យើងទី7នេះយើងនឹងឃើញអំពីទស្សនវិជ្ជាពាក់ព័ន្ធទៅនឹងគេហៅថាវប្បធម៌អង្គភាពប្រកបដោយក្រមសីលធម៌បាទអញ្ចឹងនេះគឺជាចរិតលក្ខណៈចំនួន6យ៉ាងចម្បងដែលបង្ហាញអំពីខ្លឹមសារនៃវប្បធម៌របស់អង្គភាពនីមួយៗបាទដូច្នេះចំណុចជាបន្ទាប់នៅក្នុងមេរៀនរបស់យើងគឺបង្ហាញថាវប្បធម៌គឺជា descriptive term ជាវាក្យសព្ទដែលមានលក្ខណៈជាការពិពណ៌នាយើងហៅថាវាក្យសព្ទពិពណ៌នាបាទអញ្ចឹងនៅទីនេះគឺចង់បង្ហាញថាវប្បធម៌អង្គភាពណាវប្បធម៌អង្គភាពវាពាក់ព័ន្ធជាមួយណាវាពាក់ព័ន្ធជាមួយការយល់ឃើញណាវាពាក់ព័ន្ធជាមួយការយល់ឃើញរបស់និយោជិតអំពីចរិតលក្ខណៈនៃវប្បធម៌ណាអំពីចរិតលក្ខណៈនៃវប្បធម៌ហើយវាអត់ពាក់ព័ន្ធណាវាអត់ពាក់ព័ន្ធឬក៏វាមិនមែនតាក់ទិនទៅនឹងថាតើនិយោជិតនឹងពេញចិត្តឬក៏ចូលចិត្តចំពោះវប្បធម៌នោះឬអត់នោះទេគឺវាពាក់ព័ន្ធទៅនឹងការយល់ឃើញអំពីចរិតលក្ខណៈរបស់វប្បធម៌របស់និយោជិតអញ្ចឹងមានការស្រាវជ្រាវដែលធ្វើការស្វះស្វែងដើម្បីវាស់វែងថាតើនិយោជិតយល់ឃើញអំពីអង្គភាពរបស់គេយ៉ាងដូចម្ដេចថាតើនិយោជិតយល់ឃើញណាថាតើនិយោជិតយល់ឃើញអំពីអង្គភាពរបស់គេយ៉ាងដូចម្ដេចមានន័យថាតើនិយោជិតមានទស្សនៈយ៉ាងដូចម្ដេចចំពោះអង្គភាពរបស់ខ្លួនអញ្ចឹងនៅក្នុងការស្រាវជ្រាវនោះគេបានចោទជាសំណួរជាច្រើនដែលសំណួរទាំងនោះមានដូចជាទី1សួរថាតើវាលើកទឹកចិត្តដល់ការងារជាធីមដែរឬទេនេះសួរថាតើវាលើកទឹកចិត្តនៅការងារជាធីមដែរឬទេបាទទី2សួរថាតើវាជំរុញនៅនវានុវត្តន៍ដែរឬអត់ណាថាតើវាជំរុញនៅនវានុវត្តន៍ដែរឬអត់ទី3សួរថាតើវារារាំងឬក៏ទប់ស្កាត់ដល់គំនិតផ្ដួចផ្ដើមដែរឬទេគឺសំដៅដល់ពាក់ព័ន្ធជាមួយនឹងការផ្ដួចផ្ដើមគំនិតអ្វីមួយដែលជាការត្រួសត្រាយផ្លូវសួរថាតើវាទប់ស្កាត់ឬក៏រារាំងដល់គំនិតផ្ដួចផ្ដើមដែរឬទេបាទអញ្ចឹងសំណួរទាំងអស់នេះហើយត្រូវបានគេប្រើប្រាស់ដើម្បីធ្វើការចោទសួរហើយដើម្បីធ្វើការវាស់វែងថាតើនិយោជិតមានទស្សនៈយល់ឃើញយ៉ាងដូចម្ដេចចំពោះអង្គភាពរបស់ខ្លួនហើយសម្រាប់វប្បធម៌អង្គភាពណាសម្រាប់វប្បធម៌អង្គភាពគឺវាមានលក្ខណៈខុសពី job satisfaction វាមានលក្ខណៈខុសពីសេចក្តីពេញចិត្តចំពោះការងារមានន័យថាវប្បធម៌អង្គភាពនិងសេចក្តីពេញចិត្តចំពោះការងារគឺវាមិនដូចគ្នាទេណាវាអត់ដូចគ្នាទេសម្រាប់សេចក្តីពេញចិត្តចំពោះការងារគឺវាមានលក្ខណៈជាការវាយតម្លៃណាគឺវាមានលក្ខណៈជាការវាយតម្លៃមានន័យថាវាបង្ហាញអំពីការឆ្លើយតបចំពោះកត្តាជាក់លាក់នៅក្នុងបរិបទនៃការងាររបស់និយោជិតមានន័យថានៅក្នុង job satisfaction ហ្នឹងគឺបង្ហាញថាតើនិយោជិតឆ្លើយតបយ៉ាងដូចម្ដេចចំពោះកត្តាជាក់លាក់នៅក្នុងបរិបទនៃការងាររបស់គេអញ្ចឹងវាបង្ហាញពីអីវាបង្ហាញអំពីការវាយតម្លៃហ្នឹងគឺវាជាទស្សនវិជ្ជានៅក្នុង job satisfaction គឺសេចក្តីពេញចិត្តចំពោះការងារប៉ុន្តែសម្រាប់វប្បធម៌អង្គភាពវិញគឺវាមានលក្ខណៈជាការពិពណ៌នាណា organizational culture is descriptive គឺ
và bật thọ ông phiếp cứ miền lệ cái nãy chia ca bị bỏ này miền lệ cái nãy chia ca bị bỏ này nó cứ trong bằng hàng ông pi ca vô khơi nè cứ bằng hai ông pi ca vô khơi chấm pua chỉ rất lệ cái nãy này và bật thọ đau thì vô chất mà nè thật ta ni vô chất mà nè nó cứ miền ca vô khơi dạng đường đấy ông pi chỉ rất lệ cái nãy rồi bỏ và bật thọ rồi bỏ ông phiếp chẳng ca vô khơi dạng đường đấy chấm pua chả rất lẹ nạn này và thọ rồi bỏ hỏng phía cứ vì miền lẹ nạn chưa càng bị bỏ này nụ hỏi đây chúng tôi bằng hai nhà dân khơi thá vì miền phiệp học này bí job satisfaction cứ cái đây bên chất trong phố càng nghe được nên miền này thà job xong tới job satisfaction cứ vì miền lẹ nạn chưa càng vì đầm lái ai và thọ hỏng phía cứ miền lẹ nạn chưa càng bị bỏ này bà chúng nó chia bên toàn tiềnคือយើងចោតជាសំណួរសួរថាតើអង្គភាពនីមួយៗមានវប្បធម៌ដូចគ្នាដែរឬទេណាសួរថាតើអង្គភាពនីមួយៗមានវប្បធម៌ដូចគ្នាដែរឬទេបាទអញ្ចឹងជាធម្មតាវប្បធម៌របស់អង្គភាពនីមួយៗគឺមានភាពមិនដូចគ្នាទេណាពីក្រុមហ៊ុន A ទៅក្រុមហ៊ុន B ទៅក្រុមហ៊ុន C គឺវប្បធម៌គឺសុទ្ធតែខុសគ្នាណាអញ្ចឹងនៅក្នុងនោះគឺនៅក្នុងវប្បធម៌គឺតែងតែមានគេហៅថាវប្បធម៌ស្នូលណាវប្បធម៌ស្នូលហើយនិងវប្បធម៌រងមានន័យថាជាវប្បធម៌ធំហើយនិងវប្បធម៌រងឬក៏យើងហៅថាអនុវប្បធម៌អញ្ចឹងជាធម្មតានៅក្នុងអង្គភាពមួយគឺមានវប្បធម៌ពីរហ្នឹងទីមួយគេហៅថាយើងអាចហៅថាជា dominant culture មានន័យថាជាវប្បធម៌ដែលមានភាពលេចធ្លោមានន័យថាជាវប្បធម៌កម្រិតធំទូលំទូលាយណាបាទហ្នឹងគឺឲ្យឈ្មោះថាជា dominant culture ដូចក្នុងបើយើងនិយាយក្នុងប្រទេសវិញលក្ខណៈប្រទេសវិញអញ្ចឹងយើងមានវប្បធម៌ធំមួយយើងហៅថាជាវប្បធម៌ជាតិហើយបន្ទាប់មកនៅក្នុងហ្នឹងគឺមានវប្បធម៌រងផ្សេងទៀតដែលជាវប្បធម៌បង្ហាញអំពីវប្បធម៌តូចនៅក្នុងប្រទេសយើងហ្នឹងបាទអញ្ចឹងជាធម្មតាគឺត្រូវទី1គឺមាន dominant culture បាទអញ្ចឹងវប្បធម៌ដែលមានលក្ខណៈ dominant ដែលខ្ញុំនៅទីនេះសូមប្រែថាជាវប្បធម៌ដែលមានភាពលេចធ្លោអញ្ចឹងវប្បធម៌ដែលមានភាពលេចធ្លោនេះគឺវាបង្ហាញអំពីគុណតម្លៃស្នូលណាសម្រាប់ dominant culture នេះគឺវាបង្ហាញអំពីគុណតម្លៃស្នូលណាគុណតម្លៃស្នូលដែលមានចំណែកដោយសមាជិកភាគច្រើនរបស់អង្គភាពមានន័យថាសមាជិកភាគច្រើនរបស់អង្គភាពហ្នឹងគឺមានចំណែកណាមានចំណែកអញ្ចឹងមានន័យថាម៉េចមានន័យថាសមាជិកភាគច្រើនរបស់អង្គភាពហ្នឹងគឺមានគុណតម្លៃស្នូលប្រកាន់យកនៅគុណតម្លៃស្នូលនោះហើយដែលយើងហៅថាជា dominant culture ណាមានន័យថានៅក្នុងអង្គភាពហ្នឹងគឺភាគច្រើនរបស់សមាជិកហ្នឹងគឺប្រកាន់យកនៅគុណតម្លៃស្នូលហ្នឹងអញ្ចឹងកាលណាភាគច្រើនប្រកាន់យកនៅគុណតម្លៃស្នូលហ្នឹងមានន័យថាវិជះអត្តពលទៅលើអិរិយាបថរបស់សមាជិកភាគច្រើនហ្នឹងណាវិជះអត្តពលលើអិរិយាបថរបស់សមាជិកភាគច្រើនរបស់អង្គភាពហ្នឹងនោះហើយគេឲ្យឈ្មោះថាជា dominant culture ណាខ្ញុំសូមប្រែថាជាវប្បធម៌ដែលលេចធ្លោមានន័យថាជាវប្បធម៌ដែលគ្របដណ្ដប់លើសមាជិកភាគច្រើនរបស់អង្គភាពអញ្ចឹងក្នុងនោះដែរក៏ត្រូវមាននេះណាមានន័យថាវាមានវប្បធម៌ដោយឡែកណាវាតែងតែមានវប្បធម៌ដោយឡែកនៅក្នុងហ្នឹងដែលយើងហៅថាជា sub culture ឬក៏យើងខ្មែរយើងហៅថាវប្បធម៌រងឬក៏អនុវប្បធម៌បាទអញ្ចឹងឧទាហរណ៍វប្បធម៌អង្គភាពទាំងមូលនឹងគេហៅថាជា dominant culture ប៉ុន្តែសម្រាប់ផ្នែកនីមួយឧទាហរណ៍សម្រាប់មុខងារមួយខាងផ្នែកផលិតកម្មខាងផ្នែក marketing ខាងផ្នែកធនធានមនុស្សខាងផ្នែកហិរញ្ញវត្ថុគឺមានតែងតែមានណានៅ sub culture បង្ហាញអំពីគេហៅថាចរិតលក្ខណៈដោយឡែកនៃវប្បធម៌នៅក្នុងវប្បធម៌ធំហ្នឹងណាមានន័យថានៅក្នុង dominant culture ហ្នឹងគឺតែងតែមាន sub culture នឹងកើតមានឡើង
ហើយដែលវប្បធម៌រងហ្នឹងណាវាច្រើនដែលកើតមានឬក៏បង្កើតឡើងនៅក្នុងអង្គភាពធំធំមានន័យថាអង្គភាពខ្នាតធំធំហ្នឹងគឺតែតែមាន sub culture ហ្នឹងច្រើនហើយដែល sub culture ហ្នឹងវប្បធម៌រងហ្នឹងគឺឆ្លុះបញ្ចាំងអំពីនេះបញ្ហារួមណាបង្ហាញអំពី common problem គឺបង្ហាញអំពីបញ្ហារួមឬក៏បញ្ហាជាទូទៅបង្ហាញអំពីស្ថានភាពបង្ហាញអំពីបទពិសោធន៍ផ្សេងៗរបស់សមាជិកហ្នឹងបាទហើយដែលសមាជិករបស់អង្គភាពហ្នឹងគឺជួបប្រទះនៅលក្ខណៈមួយដោយឡែកទៅតាមផ្នែករបស់ខ្លួនណាទៅតាមផ្នែករបស់ខ្លួនអញ្ចឹងឧទាហរណ៍ផ្នែក marketing អញ្ចឹងអាចមានគេហៅថាជាចរិតលក្ខណៈដោយឡែកនៃវប្បធម៌មួយនៅក្នុងផ្នែក marketing អញ្ចឹងទៅនៅក្នុងផ្នែកហិរញ្ញវត្ថុមានគេហៅថាជា unique ណាមានន័យថាលក្ខណៈដោយឡែក unique characteristic មួយសម្រាប់ការអនុវត្តសម្រាប់នៅក្នុងផ្នែកហិរញ្ញវត្ថុហ្នឹងទៅបាទអញ្ចឹងនោះហើយដែលយើងឲ្យឈ្មោះថាជា sub culture គឺវប្បធម៌រងឬក៏អនុវប្បធម៌បាទអញ្ចឹងបើខ្ញុំផ្សារភ្ជាប់ជាមួយកម្រិតប្រទេសអញ្ចឹងវប្បធម៌របស់ប្រទេសមួយឧទាហរណ៍យើងមានវប្បធម៌ខ្មែរយើងឃើញទេយើងជាខ្មែរ culture ប៉ុន្តែយ៉ាងម៉េចនៅក្នុងប្រទេសមួយគឺតែងតែមានវប្បធម៌រងដែលបង្ហាញអំពីអត្តសញ្ញាណដោយឡែកណាបង្ហាញអំពីអត្តសញ្ញាណដោយឡែកនៃវប្បធម៌មានន័យថាបង្ហាញអំពីការអនុវត្តបង្ហាញពីអិរិយាបថដោយឡែកនៅក្នុងប្រទេសរបស់យើងអញ្ចឹងឧទាហរណ៍យើងមានវប្បធម៌របស់ឧទាហរណ៍ Chinese Cambodian ខ្មែរដែលមានដើមកំណើតជាជនជាតិចិនគេមានវប្បធម៌រងដោយឡែកអញ្ចឹងគេមានចូលឆ្នាំខ្មែរផងមានចូលឆ្នាំចិនផងអីចឹងទៅនោះហើយអញ្ចឹងចូលឆ្នាំចិននោះហើយបង្ហាញពីអីបង្ហាញពី sub culture ឃើញទេអាហ្នឹងយើងនិយាយនឹងប៉ុណ្ណឹងអញ្ចឹងដល់ពេល sub culture កាន់តែតូចទៅទៀតឧទាហរណ៍ជនជាតិភាគតិចឃើញទេជនជាតិភាគតិចមានគេហៅទំនៀមទម្លាប់ប្រពៃណីដោយឡែកអញ្ចឹងនោះហើយដែលវាគឺជាអីវាគឺជាវប្បធម៌រងឬក៏អនុវប្បធម៌ដែលបង្ហាញអំពីគេហៅថាអត្តសញ្ញាណដោយឡែកហើយដែលវាគឺជាផ្នែកមានន័យថាវាជ្រកនៅក្រោមដំបូលនៃវប្បធម៌ធំនោះឯងដែលយើងហៅថាជាវប្បធម៌ snow ឬក៏ជាវប្បធម៌ដែលមានការលេចធ្លោមានន័យថាជាវប្បធម៌ដែលធំនៅក្នុងប្រទេសនីមួយៗបាទអញ្ចឹងនឹងគឺខ្ញុំផ្សារភ្ជាប់ឲ្យយល់ថាសំបីតែកម្រិតប្រទេសគឺមានវប្បធម៌រងអញ្ចឹងសំបីតែនៅក្នុងអង្គភាពក៏មានវប្បធម៌រងផ្សេងទៅតាមផ្នែកទៅតាមមុខងារនីមួយផងដែរបាទចំណុចទស្សនវិជ្ជាដែលពាក់ព័ន្ធទៅនឹងវប្បធម៌ជាបន្តទៅទៀតនេះគឺបង្ហាញអំពី strong versus weak cultures គឺវប្បធម៌រឹងមាំនិងវប្បធម៌ទន់ខ្សោយបាទអញ្ចឹងនៅក្នុងវប្បធម៌គឺតែងតែមានចរិតលក្ខណៈហ្នឹងគឺមានន័យថាវប្បធម៌ខ្លះគឺជាវប្បធម៌ដែលមានភាពរឹងមាំហើយវប្បធម៌ខ្លះគឺមានភាពទន់ខ្សោយអញ្ចឹងសម្រាប់នៅក្នុងវប្បធម៌រឹងមាំសម្រាប់នៅក្នុងវប្បធម៌រឹងមាំគឺគុណតម្លៃ Snow គឺគេប្រកាន់យកយ៉ាងខ្លាំងណាមានន័យថាគុណតម្លៃ Snow របស់អង្គភាពហ្នឹងគឺគេប្រកាន់យកយ៉ាងខ្លាំងនិងគេហៅថាមានការចែករំលែកជាទូទៅបាទអញ្ចឹងមានន័យថាសមាជិករបស់អង្គភាពហ្នឹងគឺគេហៅថាប្រកាន់យកណាប្រកាន់យកហើយដែលមានលក្ខណៈគេហៅថា widely share មានន័យថាចែករំលែកយ៉ាងទូលំទូលាយចែករំលែកយ៉ាងទូលំទូលាយហ្នឹងគឺមានន័យថាម្នាក់គឺប្រកាន់យកដូចគ្នាណាមានន័យថាភាគច្រើនដែលជាសមាជិករបស់អង្គភាពហ្នឹងគឺធ្វើការប្រកាន់យកអញ្ចឹងកាលណាសមាជិកកាន់តែទទួលយកនៅគុណតម្លៃ Snow ណាកាលណាសមាជិកនៅក្នុងអង្គភាពហ្នឹងកាន់តែទទួលយកនៅគុណតម្លៃ Snow នោះមានន័យថាវាធ្វើឲ្យការបដិញ្ញាចិត្តឬក៏ការបដូរផ្ដាច់ហ្នឹងគឺមានកម្រិតខ្ពស់ចំពោះគុណតម្លៃទាំងនោះកាន់តែខ្លាំងហើយពេលនោះហើយដែលធ្វើឲ្យវប្បធម៌ក៏កាន់តែរឹងមាំណាក៏ធ្វើឲ្យវប្បធម៌ហ្នឹងគឺកាន់តែរឹងមាំអញ្ចឹងកាលណាវប្បធម៌មានភាពរឹងមាំកាន់តែរឹងមាំនោះវានឹងនេះធ្វើឲ្យទទួលបានលទ្ធផល3ខាងក្រោមនេះ
Thì mỗi cứ vì chia hạt tập dạng khăn từ lỡ ế ra bót robot sơ mà chực chẳng bên đây thà thì mỗi cứ vào thó cứ chia hạt tập từ lỡ ế ra bót robot sơ mà chực mà nè thì pi vì ai bằng cao nơi phiếp sạch rồi một vì ai bằng cao nơi phiếp sạch rồi một chịu mùi khnia phiếp smart tròn chịu mùi khnia cả bắt đồ bắt đạch trong cuộc ông gặp hiệp chịu mùi khnia bên đây thảo vì bằng cao nơi cái hai thảo phiếp chỉ ai cái chăn này cô lồng nòng vì bằng cao nơi phiếp chỉ ai cái chăn này cô lồng nòng cứ phiếp chỉ ai cái chăn nó bên đây là phiếp tẻ mùi mà hơi tam dạ ní cứ việc thưa áo đi tôi ban cho nó tị bày này cứ việc thưa áo nhưng anh cắt bằng thôi bàn nơi ca chạ chênh rồi bó này vô chật nơi ca chạ chênh rồi bó này vô chật miền này thà atra này ca chạ chênh rồi bó này vô chật bị ông gặp hiếp cứ miền ca thôi chồng chẳng nâng hơi cứ chia cả ta ất tập pul này và bật thó để miền hiếp rừng muộn lấy những mơ mùi tiến cứ vẽ quan tình nâng và bật thó nâng formalization cứ và bật thó nâng ca thôi miền lẹc lại chịp lời cả chẳng ca thôi miền lẹc lại chịp lời cả căn tại kháng cả na thua ôi miền lẹc lại chịp lời cả căn tại kháng nếu vi bằng cao nơi thì mỗi cứ predictability miền này thà hiệp ai tu ti rồi có ai bằng mờ bàn nó mà dừng ai đăng bản vì ai bằng cao nơi cái orderliness cứ phiếp miên sẵn đập thân nóp phiếp miên sẵn đập thân nóp phiếp riêng rồi có đôi chia consistency cứ sẵn cốt thì phiếp rồi có phiếp mình prái prùa thế nên miên này thà cả na vạp thò miên phiếp rất mỏng nâng từ thưa áoយ៉ាងម៉េចnâng từ thưa áo miên cả cai prai nơi area bot ao miên phiếp đôi khỉ miên đây thà nâng từ cai prai nơi area bot ao miên phiếp đôi khỉ chăng dươngត្រូវគិតថាកាលណាការធ្វើឲ្យមានលក្ខណៈជាផ្លូវការកាលណាធ្វើឲ្យមានលក្ខណៈជាផ្លូវការនិងវប្បធម៌គឺវាគឺជាផ្លូវពីរផ្សេងគ្នាមានន័យថាវប្បធម៌ហើយនិង formalization នេះគឺជាផ្លូវពីរផ្សេងគ្នាប៉ុន្តែមានគោលដៅរួមតែមួយតែប៉ុណ្ណោះមានន័យថានៅពេលដែលនៅក្នុងអង្គភាពគឺធ្វើឲ្យមាន formalization នេះកាន់តែខ្លាំងវាបង្កើតឲ្យយើងទទួលបាននេះ1 2 3នេះអញ្ចឹងដូចគ្នាដែរមានន័យថាកាលណាវប្បធម៌កាន់តែរឹងមាំគឺវាធ្វើឲ្យបានសម្រេចនៅ same in ហ្នឹងមានន័យថាគេហៅថាជាចំណុចបញ្ចប់ដូចគ្នាចំណុចបញ្ចប់ដូចគ្នាហ្នឹងគឺចង់សំដៅដល់លទ្ធផលនោះឯងណាអញ្ចឹង formalization នេះជាមួយនឹងវប្បធម៌វាគឺជាផ្លូវពីរផ្សេងគ្នាប៉ុន្តែឆ្ពោះទៅកាន់គេហៅថាទីដៅតែមួយ the same destination ណាទៅកាន់ទីដៅតែមួយតែប៉ុណ្ណោះបាទអញ្ចឹងយើងត្រូវយល់ថាទាំងពីរហ្នឹងគឺវាជារឿងផ្សេងគ្នាទេប៉ុន្តែគេហៅថាវាធ្វើឲ្យបានសម្រេចនៅគោលដៅឬក៏ទីដៅតែមួយអញ្ចឹងមានន័យថាកាលណាអង្គភាពណាមានវប្បធម៌កាន់តែរឹងមាំនោះក្នុងករណីហ្នឹងណានៅក្នុងករណីហ្នឹងគឺថ្នាក់គ្រប់គ្រងគឺមិនសូវចាំបាច់ត្រូវការក្នុងការបង្កើតនៅច្បាប់បទបញ្ញត្តិផ្លូវការជាលាយលក្ខណ៍អក្សរផ្សេងដើម្បីណែនាំនៅអេរិយាបថរបស់នយោជិតនោះឡើយណាអត់ចាំបាច់ធ្វើនោះឡើយព្រោះអីសេចក្តីណែនាំទាំងហ្នឹងគឺវាស្ថិតនៅខាងក្នុងណាមានន័យថាស្ថិតនៅភាពនៅខាងក្នុងរបស់នយោជិតម្នាក់រួចស្រេចទៅហើយនៅពេលដែលនយោជិតទទួលយកនៅវប្បធម៌របស់អង្គភាពអញ្ចឹងមានន័យថាម៉េចមានន័យថាយើងជាថ្នាក់គ្រប់គ្រងហ្នឹងមិនបាច់សូវខ្វល់ពាក់ព័ន្ធទៅនឹងការបង្កើតនៅច្បាប់ណាបង្កើតនៅច្បាប់ឯកសារផ្សេងដែលត្រូវសរសេរជាលាយលក្ខណ៍អក្សរ
បង្កើតជាបទបញ្ញត្តិផ្លូវការដើម្បីកំណត់អំពីប្រភេទនៃអេរយាបថដែលជាការទាមទារចង់បានពីសំណាក់នយោជិតនោះឡើយបាទអញ្ចឹងមានន័យថាកាលណាវប្បធម៌របស់យើងអាចធ្វើឲ្យមានភាពរឹងមាំអញ្ចឹងពេលហ្នឹងហើយដែលសេចក្តីណែនាំឬក៏អ្វីដែលជាទម្រង់នៃអេរយាបថដែលយើងទាមទារពីនយោជិតនោះគឺមានន័យថាអ្វីៗគឺស្ថិតនៅក្នុងវប្បធម៌រួចស្រេចទៅហើយបាទចំណុចសំខាន់របស់យើងជាបន្តទៀតនេះគឺសួរថាតើ what do cultures do តើវប្បធម៌ហ្នឹងធ្វើអ្វីទៅណាតើវប្បធម៌ធ្វើអីទៅហ្នឹងគឺចង់បង្ហាញអំពីមុខងាររបស់វប្បធម៌ណាចង់បង្ហាញអំពីមុខងាររបស់វប្បធម៌អញ្ចឹងសួរថាតើវប្បធម៌មានមុខងារអ្វីខ្លះទៅបាទតើវប្បធម៌មានមុខងារអ្វីខ្លះនេះអញ្ចឹងខាងក្រោមនេះគឺជាមុខងាររបស់វប្បធម៌បញ្ជាក់ជូនថាវប្បធម៌គឺអាចមានលក្ខណៈទាំងវិជ្ជមាននិងអវិជ្ជមានចំពោះអង្គភាពមានន័យថាវប្បធម៌គឺអាចផ្ដល់ទាំងផលល្អទាំងផលមិនល្អចំពោះអង្គភាពមានន័យថាវប្បធម៌វាអាចជា asset ហើយវាក៏ជាអាចជា liability ផងដែរណាអញ្ចឹងខាងក្រោមនេះគឺជាមុខងាររបស់វប្បធម៌គឺមាន5សំខាន់បាទមុខងាររបស់វប្បធម៌មាន5សំខាន់មុខងារទី1ជាគេហៅថា boundary defining role ជាមុខងារតួនាទីកំណត់ព្រំដែនណាតួនាទីកំណត់ព្រំដែនមានន័យថាវប្បធម៌គឺកំណត់ព្រំដែនរវាងអង្គភាពមួយទៅអង្គភាពមួយផ្សេងទៀតកំណត់ព្រំដែនហ្នឹងមានន័យថាកំណត់នៅអត្តសញ្ញាណណានៃភាពខុសគ្នារវាងអង្គភាពមួយធៀបទៅនឹងអង្គភាពមួយផ្សេងទៀតមានន័យថាវប្បធម៌គឺកំណត់ព្រំដែនរវាងអង្គភាពនិងអង្គភាពណាដែលធ្វើឲ្យមានភាពខុសគ្នាកើតមានឡើងណាដែលបង្ហាញឲ្យឃើញអំពីភាពខុសគ្នាកើតមានឡើងទី2គឺវប្បធម៌គឺ convey a sense of identity for members គឺបង្ហាញអំពីអត្តសញ្ញាណរបស់និយោជិតឬក៏សមាជិកណាគឺបង្ហាញអំពីអត្តសញ្ញាណរបស់សមាជិកនៃអង្គភាពអញ្ចឹងមានន័យថាតើសមាជិករបស់អង្គភាពនឹងគឺមានចរិតលក្ខណៈបែបណាអត្តសញ្ញាណបែបណានោះហើយគឺជាមុខងារទី2របស់វប្បធម៌អញ្ចឹងវប្បធម៌គឺបង្ហាញអំពីអត្តសញ្ញាណជាក់លាក់នៃអិរិយាបថរបស់និយោជិតដែលជាសមាជិកនៅក្នុងអង្គភាពនោះឯងទី3គឺ facilitate the generation of commitment បាទទី3នេះគឺមានន័យថាសម្របសម្រួលដល់ការបង្កើតនៅការបដិញ្ញាចិត្តឬក៏ការបដូរផ្ដាច់ចំណុចទី3នេះគឺមានន័យថាប្រសិនបើអង្គភាពសាងនៅវប្បធម៌ឬក៏បង្កើតនៅវប្បធម៌ដែលរឹងមាំបានចឹងវាអាចជួយសម្របសម្រួលឬក៏ជំរុញដល់ការបដិញ្ញាចិត្តណាដល់ការបដិញ្ញាចិត្តរបស់សមាជិកនៃអង្គភាពនោះឯងមានន័យថានាំឲ្យនិយោជិតម្នាក់គិតអំពីផលប្រយោជន៍របស់អង្គភាពរយៈពេលវែងជាងគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងមានន័យថានិយោជិតនឹងគេហៅថាដាក់នៅកិច្ចខិតខំប្រឹងប្រែងខ្ពស់លើកម្រិតនៃការប្រតិបត្តិរបស់ខ្លួននោះឯងទី4គឺ enhances the stability of the social system គឺបង្កើនស្ថិរភាពនៃប្រព័ន្ធសង្គមណាចំណុចទី4មុខងារទី4របស់វប្បធម៌គឺបង្កើនស្ថិរភាពនៃប្រព័ន្ធសង្គមអញ្ចឹងនៅចំណុចទី4នៅទីនេះគឺចង់សម្ដៅដល់ការដែលវប្បធម៌ជួយឲ្យយើងដឹងពីអ្វីដែលគេរំពឹងទុកនៅក្នុងអង្គភាពមានន័យថាតើនៅក្នុងអង្គភាពនេះគេរំពឹងទុកចង់បានអ្វីពីសមាជិកម្នាក់ឬក៏ពីនិយោជិតហ្នឹងហើយដែលតាមរយៈនេះគឺវាអាចជួយបង្កើននៅស្ថិរភាពនៃប្រព័ន្ធសង្គមគឺតាមរយៈការផ្ដល់ជាស្តង់ដារនៅអ្វីដែលនិយោជិតគួរប្រតិបត្តិឬក៏គួរនិយាយនិងអ្វីដែលគួរធ្វើគួរអនុវត្តបាទមានន័យថា
និយោជិតគឺមានគេហៅថាស្តង់ដាណាមានស្តង់ដានៃអិរិយាបថដែលបង្ហាញអំពីថាតើអ្វីដែលគួរធ្វើហើយនិងអ្វីដែលមិនគួរធ្វើហើយដែលស្តង់ដានៃអិរិយាបថនេះហើយដែលវាចូលរួមចំណែកក្នុងការធ្វើឲ្យមានស្ថិរភាពនៃប្រព័ន្ធសង្គមព្រោះអីព្រោះថានិយោជិតគឺបង្ហាញអំពីជាមនុស្សម្នាក់មានន័យថាជាកោសិការបស់សង្គមអញ្ចឹងអិរិយាបថនៅក្នុងអង្គភាពមានន័យថាក៏ឆ្លុះបញ្ចាំងអំពីអិរិយាបថនៅក្នុងសង្គមដែរអញ្ចឹងកាលណានិយោជិតប្រកាន់យកនៅអ្វីដែលជាវប្បធម៌របស់អង្គភាពអញ្ចឹងវិជាអត្តពលទៅលើអិរិយាបថរបស់និយោជិតនៅពេលដែលនៅខាងក្រៅអង្គភាពផងដែរបាទនិងទី5គឺ serve as a sense making and control mechanism បាទគឺចំណុចទី5នេះគឺមានន័យថាជាមុខងារជាយន្តការកំណត់អត្ថន័យនិងការត្រួតពិនិត្យបាទអញ្ចឹងវប្បធម៌ក៏ដើរតួនាទីជាយន្តការក្នុងការកំណត់អត្ថន័យនិងការត្រួតពិនិត្យដើម្បីបន្ស៊ីនិយោជិតឲ្យស្របទៅនឹងអង្គភាពមានន័យថាជាយន្តការផ្ដល់ការណែនាំនិងកំណត់អំពីគេហៅលក្ខណៈនៃអាកប្បកិរិយានិងអិរិយាបថរបស់និយោជិតអញ្ចឹងមានន័យថាវប្បធម៌នេះមានន័យថាផ្ដល់ជាយន្តការណែនាំណានិងកំណត់អំពីចរិតលក្ខណៈនៃអាកប្បកិរិយានិងអិរិយាបថដែលនិយោជិតត្រូវប្រកាន់យកឧទាហរណ៍បើសិនបើវប្បធម៌របស់អង្គភាពផ្ដោតទៅលើក្រមសីលធម៌អញ្ចឹងក្នុងករណីហ្នឹងមានន័យថាអាកប្បកិរិយានិងអិរិយាបថរបស់និយោជិតត្រូវបង្ហាញអំពីក្រមសីលធម៌នោះឯងអញ្ចឹងវាដើរតួទៅជាការកំណត់អត្ថន័យនិងការត្រួតពិនិត្យបាទនេះគឺជាមុខងារសំខាន់ទាំង5ដែលគេហៅថាវប្បធម៌ផ្ដល់ណានៅក្នុងអង្គភាពបាទចំណុចសំខាន់នៃចំណុចនៃចម្ពោះរបស់យើងជាបន្តទៀតនេះគឺបង្ហាញអំពីវប្បធម៌បង្កើតនៅបរិយាកាសបាទវប្បធម៌បង្កើតនៅបរិយាកាសហើយនៅទីនេះគឺយើងចង់សំដៅដល់ organizational climate គឺបរិយាកាសអង្គភាពណាគឺបរិយាកាសអង្គភាព organizational climate ហើយដែលបរិយាកាសអង្គភាពនៅទីនេះគឺយើងសំដៅដល់ការយល់ឃើញជារួមណាជាការយល់ឃើញជារួមដែលសមាជិករបស់អង្គភាពណាដែលសមាជិករបស់អង្គភាពមានចំពោះអង្គភាពណាមានចំពោះអង្គភាពក៏ដូចជាចំពោះបរិយាកាសការងាររបស់ខ្លួនបាទអញ្ចឹងបរិយាកាសអង្គភាពនេះគឺបង្ហាញអំពីការយល់ឃើញរួមគ្នាដែលសមាជិកម្នាក់មានចំពោះអង្គភាពក៏ដូចជាមានចំពោះបរិយាកាសការងាររបស់ខ្លួនអញ្ចឹងកាលណាគេនិយាយពី organizational climate ណាដែលវប្បធម៌ហ្នឹងគឺបង្កើតជាបរិយាកាសហ្នឹងអញ្ចឹងទិដ្ឋភាពនៃវប្បធម៌ហ្នឹងគឺវាប្រៀបប្រដូចទៅនឹង team spirit គេហៅថាស្មារតីជា team នេះស្មារតីជា team នៅ organizational level នៅកម្រិតនៃអង្គភាពនោះឯងគឺមានន័យថាម៉េចមានន័យថាបើសិនបើម្នាក់ដែលជាសមាជិករបស់អង្គភាពនឹងមានអារម្មណ៍ជាទូទៅដូចគ្នាណាមានន័យថាមានគេហៅ common emotion ហ្នឹងគឺដូចគ្នាឧទាហរណ៍មានអារម្មណ៍ថាស្អីដែលមានសារៈសំខាន់ឬក៏ថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យការប្រតិបត្តិហ្នឹងគឺបានល្អមានន័យថាបើសិនបើម្នាក់មានដូចគ្នាបែបហ្នឹងអញ្ចឹងអត្តពលនៃអាកប្បកិរិយាបែបហ្នឹងណាវានឹងគេហៅថាធ្វើឲ្យទទួលបាននៅគេហៅថាបើសិនបើយើងនិយាយពីលទ្ធផលគឺលទ្ធផលខ្ពស់ជាងអ្វីដែលធ្វើឡើងដោយចំណែកនៃបុគ្គលម្នាក់ដែលយើងចង់សំដៅដល់ synergy
miền này thà cái nam miền team spirit cái nam miền team spirit chứ nâng lật tập hóa cứ nâng thua áo miền lạc nạn chia synergy miền này thà vay này thua lớn lạc nạn chia ca rúp rùm xã cả cái này đại khi ông sầm đào đó pi bột pi chanh prán rồi cái nhé chứ miền này thà sân ba lạc nạn chia bột cối vô lật tập hóa bao bột cối bộ rùm cái này nó cứ bạn đã buồn đi còn tay sầm ra smart đây chia team lạc nạn chia cách xãประบัติការរួមគ្នាលក្ខណៈជាគេហៅថា synergy ហ្នឹងមានន័យថា2 + 2 ចេញ5ហ្នឹងឃើញទេមានន័យថាលទ្ធផលខ្ពស់ជាងការដែលយើងយកលទ្ធផលរបស់បុគ្គលមកបូកចូលគ្នាទៅទៀតអញ្ចឹងកន្លែងហ្នឹងហើយដែលបង្ហាញអំពី team spirit ទី2គឺបរិយាកាស climate ក៏ជះឥទ្ធិពលលើទម្លាប់របស់មនុស្សដែលប្រកាន់យកផងដែរណាអញ្ចឹង climate ក៏ជះឥទ្ធិពលទៅលើទម្លាប់ដែលមនុស្សប្រកាន់យកផងដែរអញ្ចឹងឧទាហរណ៍ថាបើសិនបើបរិយាកាសសម្រាប់សុវត្ថិភាពមានលក្ខណៈជាវិជ្ជមានណាបើសិនបើបរិយាកាសហ្នឹងឲ្យតម្លៃទៅលើសុវត្ថិភាពមានន័យថាបរិយាកាសសម្រាប់សុវត្ថិភាពហ្នឹងគឺមានលក្ខណៈជាវិជ្ជមានអញ្ចឹងមនុស្សគ្រប់គ្នាប្រកាសជាធ្វើការពាក់នៅឧបករណ៍សុវត្ថិភាពហើយប្រកាសជាអនុវត្តតាមនីតិវិធីសុវត្ថិភាពគ្រប់គ្នាបាទទោះបីជាម្នាក់ជាធម្មតាមិនបានគិតអំពីបញ្ហាសុវត្ថិភាពនឹងជាញឹកញាប់មកក៏ដោយបាទអញ្ចឹងមានន័យថាម៉េចមានន័យថាបើសិនបើបរិយាកាសសម្រាប់រឿងសុវត្ថិភាពនឹងគឺបើសិនបើវាមានលក្ខណៈជាវិជ្ជមានអញ្ចឹងម្នាក់ប្រកាសជាគេហៅថារួមគ្នាដើម្បីអនុវត្តតាមហើយណាទោះបីជាម្នាក់ជាធម្មតាមិនបានគិតអំពីបញ្ហាសុវត្ថិភាពនឹងជាញឹកញាប់មកក៏ដោយបាទអញ្ចឹងជាការពិតណាតាមរយៈការសិក្សាគេបានបង្ហាញថាបរិយាកាសសុវត្ថិភាពជាវិជ្ជមានគឺជួយកាត់បន្ថយនៅចំនួននៃគ្រោះថ្នាក់នៃការរងរបួសនៅលើការងារផងដែរអញ្ចឹងមានន័យថាប្រសិនបើបរិយាកាសប្រសិនបើបរិយាកាសសម្រាប់រឿងពាក់ព័ន្ធទៅនឹងសុវត្ថិភាពនឹងប្រសិនបើមានលក្ខណៈជាវិជ្ជមានម្នាក់គឺប្រកាន់យកណាម្នាក់ប្រកាន់យកអញ្ចឹងវានឹងជួយកាត់បន្ថយនៅឱកាសនៃគ្រោះថ្នាក់ពាក់ព័ន្ធទៅនឹងការរងរបួសនៅក្នុងពេលបំពេញការងាររបស់និយោជិតបាទហើយមួយទៀតគឺបរិយាកាសជាវិជ្ជមានណាបរិយាកាសជាវិជ្ជមានគឺមានការផ្សារភ្ជាប់ណាគឺមានការផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងសេចក្តីពេញចិត្តរបស់អតិថិជនមានន័យថាតាមរយៈហ្នឹងគឺធ្វើឲ្យការពេញចិត្តរបស់អតិថិជនហ្នឹងគឺកាន់តែខ្ពស់ក៏ដូចជាផ្សារភ្ជាប់ទៅនឹងលទ្ធផលនៃការប្រតិបត្តិផ្នែកហិរញ្ញវត្ថុផងដែរមានន័យថានឹងធ្វើឲ្យលទ្ធផលនៃការប្រតិបត្តិផ្នែកហិរញ្ញវត្ថុហ្នឹងគឺកាន់តែប្រសើរឡើងកាន់តែខ្ពស់ណាមានន័យថាតាមរយៈ positive climate ហ្នឹងបរិយាកាសដែលមានលក្ខណៈជាវិជ្ជមានហ្នឹងវាជំរុញនៅសេចក្តីពេញចិត្តរបស់អតិថិជនកាន់តែខ្ពស់មានន័យថានិយោជិតម្នាក់គឺបដោតយកទៅដាក់នៅក្នុងការទៅបំពេញចិត្តអតិថិជនហើយក៏ចូលរួមចំណែកក្នុងការបង្កើននៅលទ្ធផលផ្នែកហិរញ្ញវត្ថុផងដែរបាទទស្សនវិជ្ជាពាក់ព័ន្ធទៅនឹងវប្បធម៌ជាបន្ទាប់ទៀតនេះគឺ ethical dimension គឺវិសាលភាពក្រមសីលធម៌នៃវប្បធម៌ឬក៏យើងហៅថាជាបរិយាកាសក្រមសីលធម៌នៅក្នុងការងារណាគឺ ethical work climate ហៅកាត់ថា EWC បាទអញ្ចឹងបរិយាកាសក្រមសីលធម៌របស់អង្គភាពគឺវាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលនិយោជិតម្នាក់មានអារម្មណ៍ថាតើពួកគេគួរប្រព្រឹត្តយ៉ាងដូចម្ដេចបាទអញ្ចឹងបរិយាកាសក្រមសីលធម៌របស់អង្គភាពណាគឺវាជះឥទ្ធិពលឬក៏វាមានឥទ្ធិពលទៅលើរបៀបណាថាតើនិយោជិតម្នាក់ហ្នឹងថាតើគេគួរប្រព្រឹត្តឬក៏បញ្ចេញអិរិយាបថយ៉ាងដូចម្ដេចអញ្ចឹងតាមរយៈ ethical work climate គឺបរិយាកាសក្រមសីលធម៌នៅក្នុងការងារគឺបង្ហាញអំពីទស្សនាទានណាជារួមណាបង្ហាញអំពី share concept
bằng hai pi test na tiền chỉ rúm này area bot này area bot đài trâm trời nâng area bot đài mình trâm trời nơi không cần lại cả nghĩaហើយដែលឆ្លោះបញ្ចាំងណាអំពីគុណតម្លៃពិតប្រាកដណាបញ្ជាក់ឆ្លោះបញ្ចាំងអំពីគុណតម្លៃពិតប្រាកដរបស់អង្គភាពហើយដែលកំណត់ណាហើយដែលកំណត់អំពីលក្ខណៈនៃការសម្រេចចិត្តប្រកបដោយក្រមសីលធម៌ណាការសម្រេចចិត្តប្រកបដោយក្រមសីលធម៌របស់សមាជិកម្នាក់នៅក្នុងអង្គភាពអញ្ចឹងសម្រាប់ ethical work climate នេះវាឆ្លុះបញ្ចាំងឲ្យយើងឃើញអំពីទេសនាទានជារួមមានន័យថាជាទេសនាទានដែលគេធ្វើការប្រកាន់យកហើយដែលវាឆ្លុះបញ្ចាំងអំពីអិរិយាបថថាតើអិរិយាបថបែបណាថាជាអិរិយាបថដែលមិនត្រឹមត្រូវហើយថាតើអិរិយាបថបែបណាគឺជាអិរិយាបថដែលត្រឹមត្រូវនៅកន្លែងការងារហើយដែលវាបង្ហាញឲ្យយើងឃើញអំពីគុណតម្លៃយ៉ាងពិតប្រាកដនៅក្នុងអង្គភាពនោះហើយក៏ដូចជាវាកំណត់សន្តានឬក៏វាកំណត់នៅលក្ខណៈនៃការសម្រេចចិត្តប្រកបដោយក្រមសីលធម៌របស់សមាជិកម្នាក់ៗនៅក្នុងអង្គភាពនោះឯងអញ្ចឹងយោងតាមការស្រាវជ្រាវអញ្ចឹងអ្នកស្រាវជ្រាវបានបង្កើតនៅគេហៅថាទ្រឹស្ដីណាអ្នកស្រាវជ្រាវហ្នឹងគឺគាត់បានបង្កើតនៅគេហៅថាទ្រឹស្ដីបរិយាកាសក្រមសីលធម៌ហៅកាត់ថា ECT គឺ Ethical Climate Theory ហើយនឹងគេបានបង្កើតនៅគេហៅថា Ethical Climate Index គឺសន្ទុះបរិយាកាសក្រមសីលធម៌ហើយដែលទាំងពីរហ្នឹងមានន័យថាទាំងទ្រឹស្ដីទាំងសន្ទុះហ្នឹងគឺគេធ្វើការកំណត់អំពីប្រភេទ category គេធ្វើការកំណត់អំពីប្រភេទក៏ដូចជាធ្វើការវាស់វែងទៅលើវិសាលភាពក្រមសីលធម៌នៃវប្បធម៌របស់អង្គភាពនីមួយបាទអញ្ចឹងនៅក្នុង Ethical Climate Theory ហ្នឹងគឺគេកំណត់អំពីប្រភេទណាគេធ្វើការកំណត់អំពីប្រភេទឯនៅក្នុង Index វិញគឺគេធ្វើការវាស់វែងណាគេធ្វើការវាស់វែងអំពីវិសាលភាពនៃក្រមសីលធម៌នៃវប្បធម៌របស់អង្គភាពនោះឯងហើយសម្រាប់ប្រភេទណាសម្រាប់ប្រភេទនៃបរិយាកាសនោះគឺមាន5ដែលគេបានកំណត់ហ្នឹងដែលយើងហៅថា 5 climate category គឺប្រភេទបរិយាកាសគឺមានចំនួន5គឺទី1គេឲ្យឈ្មោះថាជា instrumental ទី2គឺ caring ទី3គឺ independent ទី4គឺ law and code និងទី5គឺ rule ហើយដែលចំណុចទាំង5នេះហើយដែលអង្គភាពជាច្រើនដែលតែងតែមានណាមានន័យថានៅក្នុងអង្គភាពភាគច្រើនហ្នឹងគឺមាននៅប្រភេទទាំង5នេះឯងបាទមានប្រភេទទាំង5នេះឯងហើយដែលនៅក្នុងប្រភេទនីមួយគឺធ្វើការពន្យល់អំពីផ្នត់គំនិតជាទូទៅបង្ហាញអំពីការរំពឹងទុកបង្ហាញអំពីគុណតម្លៃរបស់អ្នកគ្រប់គ្រងក៏ដូចជារបស់និយោជិតដែលមានទំនាក់ទំនងជាមួយអង្គភាពមានន័យថាទាំងថ្នាក់គ្រប់គ្រងទាំងនិយោជិតគឺមានការផ្សារភ្ជាប់នៅក្នុងអង្គភាពហ្នឹងតាមរយៈការបង្ហាញអំពីផ្នត់គំនិតជាទូទៅបង្ហាញអំពីការរំពឹងទុកក៏ដូចជាគុណតម្លៃបាទទស្សនវិជ្ជាសំខាន់នៃវប្បធម៌គឺវាពាក់ព័ន្ធទៅនឹង sustainability គឺចីរភាពអញ្ចឹងសួរថាតើវប្បធម៌និងចីរភាពនេះគឺវាសំដៅលើអ្វីទៅហើយវាមានទំនាក់ទំនងជាមួយគ្នាយ៉ាងដូចម្ដេចបាទអញ្ចឹងកណាគេនិយាយពី
sustainability ណាគណៈគេនិយាយពីចីរភាពតាចីរភាពយើងទៅសេបែបនេះបាទចដាក់ស្រៈអីនឹងរមកហើយភាពមកចីរភាពបាទចីរភាពអញ្ចឹងកាលណានិយាយពីចីរភាពគឺសំដៅដល់ការអនុវត្តណាគឺចង់សំដៅដល់ការអនុវត្តបាទនេះសំដៅដល់ការអនុវត្តដែលអាចរក្សាបាននៅក្នុងអំឡុងរយៈពេលយ៉ាងវែងណាដែលអាចរក្សាបាននៅក្នុងអំឡុងរយៈពេលយ៉ាងវែងហើយដែលដោយសារតែឧបករណ៍ឬក៏រចនាសម្ព័ន្ធដែលគ្រប់គ្រងដល់ការអនុវត្តនោះវាពុំរងនៅផលប៉ះពាល់ឬក៏ធ្វើឲ្យខូចខាតដោយដំណើរការនោះឡើងអញ្ចឹងមានន័យថាកាលណាគេនិយាយពី sustainability សួរថាតើការអនុវត្តនោះអាចបន្តនៅនិរន្តរភាពនៅពេលខាងមុខបានដែរឬទេណាថាតើវាអាចបន្តនៅនិរន្តរភាពទៅពេលខាងមុខបានដែរឬទេអញ្ចឹងយោងតាមការស្ទង់មតិគេបានរកឃើញថាអ្នកគ្រប់គ្រងភាគច្រើនបានមើលឃើញថាចីរភាពគឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនាពេលអនាគតរបស់អង្គភាពបាទមានន័យថាគេត្រូវគិតគូរណាគេត្រូវគិតគូរអំពីចីរភាពណាគឺចង់សម្ដៅដល់ការអនុវត្តដែលអាចបន្តរក្សាបន្តនៅក្នុងអំឡុងរយៈពេលវែងទៅបានបាទក្នុងនោះគឺមានការអនុវត្តចីរភាពសង្គមណានៅក្នុងនោះគឺមានការអនុវត្តគេហៅថា social sustainability practice គឺការអនុវត្តចីរភាពសង្គមការអនុវត្តចីរភាពសង្គមនៅទីនេះគឺយើងសំដៅដល់របៀបដែលប្រព័ន្ធសង្គមណាបង្ហាញអំពីរបៀបដែលប្រព័ន្ធសង្គមរងនៅផលប៉ះពាល់ដោយសកម្មភាពរបស់អង្គភាពពីមួយថ្ងៃទៅមួយថ្ងៃនឹងត្រឡប់មកវិញច្រាសត្រឡប់មកវិញបង្ហាញថាតើការផ្លាស់ប្ដូរប្រព័ន្ធសង្គមវាអាចជះឥទ្ធិពលដល់អង្គភាពយ៉ាងដូចម្តេចនោះហើយដែលចង្អុលបង្ហាញអំពី social sustainability practice អញ្ចឹងជាធម្មតានៅក្នុងការគ្រប់គ្រងប្រកបដោយចីរភាពគឺគេពុំចាំបាច់ត្រូវការនៅគេហៅថាការគិតដល់ផលប្រយោជន៍របស់អ្នកដតីសុទ្ធសាធទាំងស្រុងនោះទេណាគឺគេអត់ត្រូវការរហូតដល់យើងត្រូវគិតចាំបាច់តែម្ដងគឺត្រូវគិតអំពីការគិតគូរអំពីផលប្រយោជន៍របស់អ្នកដតីទាំងស្រុងសុទ្ធសាធនោះឡើងដូច្នេះដើម្បីធ្វើការបង្កើតណាដើម្បីធ្វើការបង្កើតនៅគេថាអាជីវកម្មប្រកបដោយចីរភាពពិតប្រាកដនោះគឺអង្គភាពគឺត្រូវតែបង្កើតនៅគេហៅថាវប្បធម៌ណាត្រូវតែបង្កើតនៅវប្បធម៌យូរអង្វែងឬក៏រយៈពេលវែងហើយត្រូវយកនៅគុណតម្លៃណាត្រូវយកនៅគុណតម្លៃរបស់អង្គភាពហ្នឹងទៅដាក់នៅក្នុងការអនុវត្តមានន័យថាត្រូវតែឆ្លោះបញ្ចាំងអំពីគុណតម្លៃនោះនៅក្នុងការអនុវត្តតាមរយៈឥរិយាបថរបស់សមាជិកនៅក្នុងអង្គភាពបាទដូច្នេះយើងនិយាយម្យ៉ាងទៀតមានន័យថាត្រូវតែមានប្រព័ន្ធដែលមានចីរភាពសម្រាប់ការបង្កើតនៅចីរភាពណាមានន័យថាចាំបាច់ត្រូវតែមានប្រព័ន្ធដែលមានចីរភាពសម្រាប់បង្កើតនៅចីរភាពបាទហើយចីរភាពណាគឺត្រូវការនៅពេលវេលានិងការគ្រប់គ្រងដើម្បីធ្វើឲ្យមានភាពរីកចម្រើនណា
ยังเจรเพียบคือตรการในเปเวลีនឹងការគ្រប់គ្រងដើម្បីធ្វើឲ្យមានការរីកចម្រើនដើម្បីឲ្យវាថា grow ទៅមុខលូតលាស់ទៅមុខបានបាទអញ្ចឹងយោងតាមការសិក្សានៅកន្លែងការងារមួយគេបានរកឃើញថាគឺក្រុមហ៊ុនបានព្យាយាមក្នុងការកាត់បន្ថយនៅការប្រើប្រាស់នៅធម្មពលណាក្រុមហ៊ុនព្យាយាមកាត់បន្ថយនៅការប្រើប្រាស់នៃធម្មពលហើយគេបានរកឃើញថាការឆ្លើយតបរបស់ក្រុមមានន័យថាការឆ្លើយតបរបស់សមាជិកនៅក្នុងអង្គភាពហ្នឹងគឺបានកាត់បន្ថយនៅការប្រើប្រាស់នៅធម្មពលក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់ច្រើនជាងការដែលគេធ្វើការចេញផ្សាយនៅឯកសារស្ដីអំពីសារៈសំខាន់នៃការសន្សំធម្មពលទៅទៀតមានន័យថាតាមរយៈវប្បធម៌របស់អង្គភាពណាតាមរយៈវប្បធម៌របស់អង្គភាពគឺវាជះឥទ្ធិពលទៅលើអិរិយាបថនៃការឆ្លើយតបរបស់ក្រុមគឺចង់បង្ហាញថាការចូលរួមណាចង់បង្ហាញថាការចូលរួមរបស់សមាជិករបស់អង្គភាពវាផ្ដល់នៅលទ្ធផលច្រើនជាងការដែលក្រុមហ៊ុនចេញនៅឯកសារផ្សព្វផ្សាយស្ដីអំពីការសន្សំធម្មពលនៅក្នុងអង្គភាពទៅទៀតអញ្ចឹងមានន័យថាម៉េចមានន័យថាការបង្កើតនៅគុណតម្លៃទៅក្នុងអង្គភាពណាគឺវាបណ្ដាលមកពីមានការផ្លាស់ប្ដូរនៃអិរិយាបថរបស់នយោជិតជាវិជ្ជមាននោះឯងណាអញ្ចឹងឧទាហរណ៍ក្នុងករណីលទ្ធផលនៃការស្រាវជ្រាវហ្នឹងគឺមានន័យថាគេបានរកឃើញថាការសន្សំធម្មពលកើតឡើងចេញពីការឆ្លើយតបរបស់ក្រុមនោះឯងអត់ចាំបាច់ទៅមានសេចក្តីណែនាំពាក់ព័ន្ធទៅនឹងការដែលតម្រូវឲ្យនយោជិតម្នាក់ហ្នឹងគឺខំប្រឹងសន្សំធម្មពលទេគឺមានន័យថាវប្បធម៌អង្គភាពនោះគឺវាជះឥទ្ធិពលទៅលើអិរិយាបថរបស់ក្រុមតែម្ដងគឺចង់សម្ដៅដល់សមាជិកនៅក្នុងអង្គភាពនោះឯងដូច្នេះដូចយើងបានឃើញអំបញ្ញមិញអញ្ចឹងថាដើម្បីឲ្យមានចីរភាពគឺត្រូវការនៅពេលវេលាហើយនឹងត្រូវការនៅការគាំទ្របាទឥឡូវនេះយើងមកមើលត្រង់ចំណុចវប្បធម៌និងនវានុវត្តន៍បាទវប្បធម៌និងនវានុវត្តន៍នៅទីនេះគឺចង់បង្ហាញអំពីការដែលក្រុមហ៊ុនដែលមាននវានុវត្តន៍កម្រិតខ្ពស់ណាសម្រាប់ក្រុមហ៊ុនដែលមាននវានុវត្តន៍កម្រិតខ្ពស់គឺចង់សម្ដៅដល់ក្រុមហ៊ុនដែលមានចរិតលក្ខណៈទី1គឺ open គឺមាន openness គឺមានភាពបើកចំហជាក្រុមហ៊ុនដែលមានចរិតលក្ខណៈ unconventional មានន័យថាមិនមែនជាក្រុមហ៊ុនដែលមានលក្ខណៈជាប្រពៃណីនិយមណាមានន័យថាជាចរិតលក្ខណៈនៃក្រុមហ៊ុនដែលមានលក្ខណៈបែបទំនើបណាជាក្រុមហ៊ុនដែលមាន collaborative ណាគឺសហប្រតិបត្តិការមានទស្សនវិស័យណាមានទស្សនវិស័យនិងមានគេហៅថាវប្បធម៌ជឿនលឿនណាអញ្ចឹងសម្រាប់ក្រុមហ៊ុនដែលមានលក្ខណៈនវានុវត្តន៍ខ្ពស់គឺជាក្រុមហ៊ុនដែលមានចរិតលក្ខណៈដូចរៀបរាប់នោះឯងឧទាហរណ៍ទី1គឺមានគេហៅថាភាពបើកចំហស្វាគមន៍នៅគំនិតច្នៃប្រឌិតផ្សេងៗក្នុងការបង្កើតថ្មីណាមិនប្រកាន់យកនៅទស្សនៈបែបជាប្រពៃណីណាគឺផ្ដោតទៅលើកិច្ចសហប្រតិបត្តិការផ្ដោតការមានទស្សនវិស័យច្បាស់លាស់ក៏ដូចជាគេហៅថាមានវប្បធម៌ជឿនលឿននោះឯងអញ្ចឹងភាគច្រើន innovation អ្នកវិនិយោគគឺមានសម្រាប់តែក្រុមហ៊ុនដែលទៅតែបង្កើតថ្មីណាមានន័យថាភាពថ្មីណាភាពថ្មីឬក៏ការបង្កើតថ្មីឬក៏នវានុវត្តន៍ហ្នឹងគឺតែងតែច្រើនកើតមានសម្រាប់ក្រុមហ៊ុនដែលជាក្រុមហ៊ុនទៅបើកថ្មីទៅបង្កើតថ្មីដោយសារអី
ra thái chỉ nhược nhóp vập thò nó vì nó vọt nâng trơn tại miền sầm rạp krom hôn đại chỉ krom hôn đại chỉ krom hôn khát tối chỉ krom hôn đại miền lẹt là ở trà miền đây thao ra hà rồi huốn chỉ krom hôn đại bắt đầu từ lời ca đọc sải bản há nông cô làm non làm bầy hiệp rù riêng miền chỉ vất cái đôi chia làm bầy miền cầm nán được nông pé anh à cột bà chân miền đây tha sầm rạp krom hôn đại từ bạc thay bạc cào thay nữa miền đây tha chỉ krom hôn đại nó khát tối nữa lời chân khát tối nhưng hơi đấy nghe không nông ca chập dột nữa innovation nghe được nông ca chập dột nữa nó viên nó vọt ngoài bà hơi vấp thỏ cứ miền lạc cái chị asset nè vấp thỏ cứ miền lạc cái chị drop scam cứ bằng hai nhầm pi chấm nói lọ rồi còn chị pol lọ miền này thà vấp thỏ cứ ai châu room chấm này nước nóng cái hà ca thôi ban sầm rách nơi lật tập pol rồi bỏ on gặp hiểm miền này thà vấp thỏ cứ châu room chấm này dạng sầm khăn từ lơ lật tập pol trồng cào rồi bỏ on gặp hiểm bà chân cái bàn bằng hai phò tàng cái rau khơi phò tàng gì chán đại bằng hai thà phiếp chụp chơi được bỏ chỉ vừa cám cứ đời xa tại miền vập thọ ông phiếp đại miền phiếp bắt sao nụ ảnh chân miền này thà krom hôn tàng lai na đại miền vập thọ rừng móm được chứ nè cái bàn rau khơi thà chán tại chỉ krom hôn đại tụi bàn nớ chụp chơi bà ông bánh dương bàn khơi hỏi ông pi ca đài vập thọ đào tu nhiệt ti chia trọp scam cứ trong sầm đào đòn ca đài vập thó cứ nòm một nơi phò phải giáo bắt đầu nơi phải giáo sầm rạp ông hiệp vấn đề tâm tâm nâng vập thó bắt đầu nơi tụm rung chia trộp sạc cám vập thó có ai bắt đầu nòm một nơi không tụm rung chia liability bàn phòng đài bà chắc nó tròn chụp nội bao giờ ní cứ nâng bằng hai như dương khơi thà than hiệp mà chừng nuốn nó không cạn này môi chừng nuốn cứ vập thó cứ thua oi bạc bỏ rồi có thua khôi đó họ phải giàu bà chân chúng nói tim mũi cứ bẹ pon tận năng institutionalization cứ bẹ pon cho mũi năng krom hôn mũi ai thua ở khai tới chia sถาบัน ហើយស្ថាប័នដែលរឹងមាំទៅបានគឺត្រូវការនៅការចូលរួមឲ្យតម្លៃពីសំណាក់នយោជិតម្នាក់អញ្ចឹងបើសិនបើអេរយាបថបើសិនបើទម្លាប់របស់នយោជិតមិនឲ្យតម្លៃទៅលើអង្គភាពណាច្រើនជាងការដែលពួកគេផ្ដល់មកកាន់អង្គភាពទេនោះក្នុងករណីហ្នឹងគឺមានន័យថាមិនអាចធ្វើឲ្យស្ថាប័នមានភាពរឹងមាំនោះឡើយមានន័យថាមិនអាចធ្វើឲ្យអង្គភាពមានភាពរឹងមាំនោះឡើយមានន័យថាវាអាចគេថារារាំងឬក៏ទប់ស្កាត់ទៅលើនវានុវត្តន៍នៅក្នុងអង្គភាពអញ្ចឹងបើសិនបើនយោជិតម្នាក់មិនឲ្យតម្លៃទៅលើអង្គភាពបាទប្រកាន់យកនៅអេរិយាបថឬក៏ទម្លាប់បែបជាប្រពៃណីរបស់ខ្លួនចំណុចទី2ក៏បង្ហាញអំពីការដែលវប្បធម៌អាចរារាំងឬក៏ជាឧបសគ្គនៅក្នុងការផ្លាស់ប្ដូរបាទអញ្ចឹងនៅពេលដែលវប្បធម៌មានភាពរឹងមាំអញ្ចឹងពួកគេអាចคล้ายទៅជាឧបសគ្គនៅក្នុងការផ្លាស់ប្ដូរដោយសារអីដោយសារតែក្នុងករណីដែលគុណតម្លៃរបស់ពួកគេនឹងប្រហែលជាមិនស្របគ្នាជាមួយគុណតម្លៃរបស់អង្គភាពមានន័យថាក្នុងករណីហ្នឹងគឺវប្បធម៌វាคล้ายទៅជាឧបសគ្គនៅក្នុងការផ្លាស់ប្ដូរដោយសារតែគុណតម្លៃរបស់នយោជិតហ្នឹងអាចនឹងអត់ស្របគ្នាជាមួយគុណតម្លៃដែលអង្គភាពត្រូវការដើម្បីឲ្យប្រកាន់យកឬក៏ដើម្បីសម្របសម្រួលដល់ការផ្លាស់ប្ដូរនោះឡើយបាទអញ្ចឹងមានន័យថាយើងមានភាពលំបាកនៅក្នុងការដែលយើងធ្វើការផ្លាស់ប្ដូរណាយើងមានភាពលំបាកនៅក្នុងការផ្លាស់ប្ដូរនៅពេលដែលយើងចង់ធ្វើការផ្លាស់ប្ដូរហើយនៅពេលដែលវប្បធម៌របស់នយោជិតនោះគឺវាអត់ស្របគ្នាជាមួយអ្វីដែលជាវប្បធម៌ចង់បានរបស់អង្គភាពបាទមួយទៀតវាអាចជាឧបសគ្គ
ណាវាអាចវប្បធម៌អាចជាឧបសគ្គចំពោះ diversity គឺភាពចម្រុះអញ្ចឹងវប្បធម៌នៅទីនេះវាអាចនឹងនិយោជិតអាចនឹងប្រកាន់យកនៅវប្បធម៌មួយដែលគេហៅថារក្សានៅភាពដើមភាពចាស់ណារក្សានៅភាពដើមភាពចាស់កម្រិលណាមានន័យថានិយោជិតអាចនឹងមិនចង់ធ្វើឲ្យមានគេហៅថាភាពចម្រុះឬក៏ភាពថ្មីកើតមានឡើងនោះឡើយបាទយើងឧទាហរណ៍ពាក់ព័ន្ធទៅនឹងការជួលបុគ្គលិកឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍក៏ដូចជាគេហៅការជំរុញឲ្យមានកម្លាំងការងារដែលមានលក្ខណៈចម្រុះជាដើមហ្នឹងអញ្ចឹងវប្បធម៌អាចនឹងគេហៅថាជារនាំងក្នុងការទប់ស្កាត់ណាមិនឲ្យមានភាពចម្រុះកើតឡើងនៅក្នុងអង្គភាពមានន័យថាគេហៅថានិយោជិតម្នាក់ហ្នឹងគឺអាចនឹងមានការប្រកាន់យកនៅវប្បធម៌បែបចាស់កម្រិលមិនចង់ឲ្យមានការផ្លាស់ប្ដូរមិនចង់ឲ្យមានការអភិវឌ្ឍមិនចង់ឲ្យមានអ្វីៗដែលមានលក្ខណៈជា diversity ភាពចម្រុះថ្មីកើតមានឡើងបាទហើយមួយទៀតគឺតេតិនទៅនឹង toxicity and dysfunction គឺវប្បធម៌អាចធ្វើឲ្យមានគេហៅថាការមិនដំណើរការទៅបានហើយការមិនដំណើរការនោះគឺពាក់ព័ន្ធទៅនឹងការដែលនយោជិតអាចនឹងគេហៅថាបង្កប់នៅការវប្បធម៌មួយដែលមានលក្ខណៈជាគេហៅថា bias បង្ហាញពីភាពលំអៀងបង្ហាញអំពីគេហៅថាបុរេវិនិច្ឆ័យដែលបង្ហាញអំពីសេចក្តីលំអៀងរបស់ខ្លួននឹងបាទអញ្ចឹងវាអាចនឹងធ្វើឲ្យមិនដំណើរការទៅបានណាមិនដំណើរការទៅបានហើយដែលវារារាំងទប់ស្កាត់ណាវាធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់អង្គភាពហើយមួយទៀតគឺវាជាឧបសគ្គពាក់ព័ន្ធទៅនឹងការធ្វើ acquisition ហើយនិង merger អញ្ចឹងក្នុងករណីដែលក្រុមហ៊ុនមានការរួមបញ្ចូលគ្នាឬក៏អាចនឹងទិញក្រុមហ៊ុនថ្មីកើតមានឡើងអញ្ចឹងជាធម្មតាគឺអាចនឹងធ្វើឲ្យមានការភាពមិនស្របគ្នានៃវប្បធម៌ក្នុងចំណោមនយោជិតនៅក្នុងក្រុមហ៊ុនថ្មីដែលយើងទិញមកឬក៏ការដែលយើងយកក្រុមហ៊ុន2ឬច្រើនយកមក merge ចូលគ្នាបង្រួមចូលគ្នាដូច្នេះមានន័យថាពីមុនក្រុមហ៊ុននីមួយៗគឺមានវប្បធម៌រៀងៗខ្លួនអញ្ចឹងនៅពេលដែលយើងយកមក merge ចូលគ្នាឬក៏យើងទិញនៅក្រុមហ៊ុនថ្មីមកអញ្ចឹងក្នុងករណីហ្នឹងគឺវប្បធម៌អាចនឹងមានភាពមិនស៊ីគ្នាដែលយើងហៅថាការប៉ះទង្គិចគ្នានៃវប្បធម៌ក្នុងចំណោមនយោជិតកើតមានឡើងបាទអញ្ចឹងចំណុចទាំងអស់នេះហើយដែលបង្ហាញឲ្យយើងឃើញថាវប្បធម៌គឺវាជាអ្វីដែលអាចនាំឲ្យខូចដល់ផលប្រយោជន៍